បាទជំរាបសួរដល់ពុកម៉ែបងប្អូនប្រជាកសិករអ្នកស្រែចម្ការទាំងអស់គ្នាដែលនិយមតាមដាននៅ Channel YouTube និង Page JC Shop Cambodia ហើយនិង TikTok របស់ខ្ញុំបាទខ្ញុំបាទតែងតែមានអត្ថបទព័ត៌មានបទពិសោធន៍ខ្លះៗទាក់ទងនឹងការដាំដុះផ្សេងៗជាមួយនឹងជីបំពន់សញ្ញាស្ដេចអន្ត្រីមានទាំងប្រភេទជីទឹកម្សៅនិងគ្រាប់ផងដែរបាទពុកម៉ែបងប្អូនដែលមិនទាន់បានស្គាល់នៅគុណភាពជីបំពន់សញ្ញាស្ដេចអន្ត្រីអាចប្រើប្រាស់សាកល្បងនិងព័ត៌មានស្វែងយល់បានប៉ុន្តែនៅក្នុងថ្ងៃនេះគឺខ្ញុំនឹងអធិប្បាយរាយរាប់អំពីរឿងរ៉ាវអំពីដំណាំម្នាស់តែពុកម៉ែបងប្អូនមួយចំនួនតូចដែលបានដាំដុះបាទនៅលើដីសណ្ដតាមដងទន្លេមួយចំនួនដោយកន្លែងបាទតើតើនឹងដំណាំម្នាស់នេះគឺទី1យើងត្រូវជ្រើសរើសទីតាំងដែលយើងត្រូវដាំវាមិនត្រូវការជុំទឹកពេកនោះទេពីព្រោះវាអាចនឹងពុកគល់ហើយដីដែលល្អបំផុតគឺដីលក្ខណៈលបាយខ្សាច់ក៏បានដែលមាន pH 4.5 ទៅ 6.5 និងមានលំហូរសំណើមល្អហើយបើចំពោះអាកាសធាតុវិញនោះគឺវាល្អបំផុតសម្រាប់តំបន់ដែលក្តៅមានសីតុណ្ហភាពចន្លោះតែ21ទៅ32អង្សាហើយការទទួលទឹកភ្លៀងហ្នឹងគឺតែ1000ទៅ1500មីលីម៉ែត្រក្នុងមួយឆ្នាំហើយការជ្រើសរើសនៃការដាំដុះហ្នឹងគឺពុកម៉ែបងប្អូនអាចដាំជាជួរកូនច្រើនអីចឹងទៅហើយនៅតំបន់ខ្លះការដាំដុះនៅប្រទេសជឿនលឿនក្តីគឺដីដែលល្អនោះគេអាចដាំម្ដងគឺប្រមូលផលច្រើនដងក៏មានដែរបាទហើយចំណុចដែលសំខាន់ហ្នឹងគឺការដែលយើងដាំដំណាំម្នាស់គឺត្រូវការជីច្រើនពិសេសពុកម៉ែបងប្អូនត្រូវត្រៀមជីកម្ប៉ុស្តជីធម្មជាតិឲ្យបានច្រើនហើយបន្ថែមនៅជីពាក់កណ្ដាលសរីរាង្គសញ្ញាស្ដេចអន្ត្រីនេះជាមួយនឹងគីមីបន្ថែមទៀតទៅតាមភាពជាក់ស្ដែងហើយរបៀបដែលការដាក់ជីសំខាន់នោះគឺទី1គឺ1ខែទៅ3ខែតាមសមត្ថភាពពុកម៉ែបងប្អូនថែទាំគឺយើងអាចដាក់ជីបន្ថែមទៀតក្រោយដាំដុះក្រៅពីយើងដាក់មុននិងទ្រាប់បាតអញ្ចឹងដំណាំដំណាំម្នាស់នេះគឺការយកជីខ្ពស់ដោយសារបរិមាណកូនច្រើនបាទมันខុសពីស្រូវទេដោយសារវាមានមាឌធំហើយស្លឹកដើមដងនេះហ្នឹងគឺត្រូវការបឺតយកជីជាតិដើម្បីបំពេញនៅរសជាតិនៃផ្លែម្នាស់ហ្នឹងអញ្ចឹងការដែលយើងដាក់បញ្ចេញនៅផ្កាឲ្យសាច់ផ្អែមហ្នឹងគឺយើងប្រើប្រាស់បន្ថែមនៅកាល់ស្យូមម៉ាញ៉េស្យូមដើម្បីជំរុញហើយគេប្រើពពោះអ៊ីធីហ្វូននៅក្នុងការជំរុញនៃការចេញផ្កាតាមការដែលយើងចង់បានប្រហែលខែអញ្ចឹងទៅបាទអានេះគឺតើតើក្នុងការប្រើប្រាស់ហើយការពារពួកសត្វល្អិតនិងជំងឺចំណុចទី4គឺសត្វល្អិតនិងជំងឺតែការតាមដាននោះគឺសត្វល្អិតមិនជាការគម្រាមកំហែងទៅលើដំណាំម្នាស់នោះទេវាច្រើនតែប្រភេទជំងឺបាទសត្វល្អិតវាមានដែរពពោះចៃសហើយផ្សេងចំណែកជំងឺនោះគឺវាច្រើនតែពពោះប្រភេទរលួយរលួយរឹសរលួយគល់ជាដើមដែលយើងត្រូវប្រើប្រាស់សារធាតុសំខាន់ហើយមានតម្លៃខ្ពស់សមរម្យបាទមិនតម្លៃថោកទេគឺយើងអាចប្រើនៅតម្លៃថ្លៃទើបអាចគ្រប់គ្រងនៅជំងឺនឹងបានបាទអញ្ចឹងការប្រមូលផលវិញគឺម្នាស់អាចប្រមូលផលអាយុ12ខែទៅ16ខែតាមពូជតាមប្រភេទដំណាំហើយដូចខ្ញុំថាអញ្ចឹងគឺការប្រមូលផលនេះបើសិនតែដីមានសុខភាពល្អហ្នឹងគឺកូនបន្តមកទៀតហ្នឹងគឺគេអត់ត្រូវឈូសឆាយអីទេគឺប្រមូលផ្លែលើកទី1ហើយគេបង្កើតផ្លែលើកទី2ទី3បានមិនថា3សាឯណោះបាទអញ្ចឹងនេះគឺជា
ព័ត៌មានខ្លះៗអំពីដំណាំម្នាស់ដែលពុកម៉ែបងប្អូនដាំដុះហើយមិនច្បាស់ការអំពីការគ្រប់គ្រងពិសេសគឺជំងឺធ្វើឲ្យរលួយគល់ដែលมันអាចបាននៅទិន្នផលពេញលេញអញ្ចឹងពេលខ្លះក៏យើងអត់ដឹងថាមូលហេតុអីអញ្ចឹងសិនតែពុកម៉ែបងប្អូនមានចម្ងល់ខ្វល់ខ្វាយគឺអាចប្រឹក្សាជាមួយខ្ញុំបាទផ្ទាល់តែម្ដងបាទខ្ញុំនឹងប្រឹក្សាជូនពីព្រោះតាមបទពិសោធន៍ដំណាំមួយនេះយើងត្រូវការប្រើជីច្រើនអញ្ចឹងប្រហែលជាពុកម៉ែបងប្អូនมันបានរៀបចំផ្សំជីឲ្យបានត្រឹមត្រូវយើងអាចប្រើប្រាស់តែគីមីសុទ្ធនោះគឺវាគ្រោះថ្នាក់ចំពោះដីហើយពេលដែលដីមានបញ្ហាវាបង្កទៅដល់ដំណាំដែលពុកម៉ែបងប្អូនបានដាំនឹងផងដែរបាទនេះគឺជាការតាមដាននឹងបទពិសោធន៍ដែលជួបប្រទេសបែបហ្នឹងអញ្ចឹងអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលទស្សនាតាំងពីដើមដល់ចប់មានសំណួរអាចសាកសួរតាមរយៈលេខទូរស័ព្ទនិង Telegram ចាប់អារម្មណ៍ជីសញ្ញាស្ដេចអន្ត្រីគឺអាចទាក់ទងដូចគ្នាហើយយើងខ្ញុំនឹងស្វែងរកបណ្ដាដេប៉ូដែលចាប់អារម្មណ៍ចង់លើកលក់បន្តនៅជីថ្នាំកសិកម្មនិមិត្តសញ្ញាស្ដេចអន្ត្រីផងដែរអញ្ចឹងគណៈពេលនេះអរគុណជម្រាបលាជួបខ្ញុំនៅពេលក្រោយទៀតបាទ